បើកទំព័រថ្មីសម្រាប់ម្ហូបខ្មែរយុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំងចាប់ផ្ដើមជាផ្លូវការហើយនៅកោះពេជ្រដើម្បីបញ្ចេញសក្តានុពលអាហារខ្មែរបរិយាកាសនៅបញ្ជាក់មណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រព្រឹកថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2026មានភាពរស់រវើកនិងអ៊ូអរយ៉ាងពិសេសវិសាលបំផុតខណៈដែលយុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំងនិងពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា2026បានបើកដំណើរការជាផ្លូវការហើយព្រឹត្តិការណ៍ដ៏មានសារៈសំខាន់រយៈពេល3ថ្ងៃនេះបានប្រមូលផ្ដុំសហគ្រិនអ្នកផលិតកសិករនិងម្ចាស់អាជីវកម្មម្ហូបអាហារខ្មែរជាង220ស្តង់ក្នុងគោលបំណងលើកកម្ពស់ម្ហូបខ្មែរផលិតផលក្នុងស្រុកនិងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការគាំទ្រផលិតផលរបស់កូនខ្មែរព្រឹត្តិការណ៍បានចាប់ផ្ដើមតាំងពីព្រឹកដោយមានការអញ្ជើញចូលរួមពីគណៈអធិបតីភ្ញៀវកិត្តិយសសហគ្រិននិងប្រជាពលរដ្ឋជាច្រើនកុះករកម្មវិធីបើកមានការគោរពភ្លេងជាតិរបាំជូនពរនិងចាក់បញ្ចាំងវីដេអូអំពីយុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំងការសម្ដែងសិល្បៈខ្មែរការដើរបង្ហាញម៉ូដរបស់ Master Chef និងការសម្ដែងចាប៉ីដងវែងដែលបង្ហាញពីអត្តសញ្ញាណម្ហូបអាហារខ្មែរចំណុចសំខាន់បំផុតនៃព្រឹកនេះគឺពិធីកាត់ខ្សែបូនិងការប្រកាសបើកយុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំងនិងពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជាឆ្នាំ2026ជាផ្លូវការហើយមុនពេលគណៈអធិបតីអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍និងជួបសំណេះសំណាលជាមួយសហគ្រិននិងអ្នកផលិតដោយផ្ទាល់ក្នុងរយៈពេល3ថ្ងៃពីថ្ងៃទី17ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026ព្រឹត្តិការណ៍នេះរំពឹងទាក់ទាញអ្នកចូលរួមប្រមាណ 30,000 នាក់ក្រៅពីការភ្លក់ម្ហូបខ្មែរនិងទិញផលិតផលក្នុងស្រុកប្រជាពលរដ្ឋក៏អាចចូលរួមសកម្មភាពជាច្រើនទៀតដូចជាការតាំងពិព័រណ៍ពាណិជ្ជកម្មការភ្ជាប់បណ្ដាញអាជីវកម្មកម្មវិធីបណ្ដុះបណ្ដាលសហគ្រិននិងការសម្ដែងសិល្បៈវប្បធម៌ខ្មែរអ្នករៀបចំរំពឹងថាយុទ្ធនាការនេះនឹងមិនត្រឹមតែជាព្រឹត្តិការណ៍បង្ហាញពីម្ហូបខ្មែរប៉ុណ្ណោះទេប៉ុន្តែនឹងក្លាយជាចលករមួយជំរុញឲ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលខ្មែរលើកកម្ពស់សហគ្រិនក្នុងស្រុកនិងពង្រឹងភាពរឹងមាំនៃវិស័យម្ហូបខ្មែរនិងសេដ្ឋកិច្ចជាតិផងដែរ